សម្រាប់ជំងឺសាឡាក់យើងឃើញថាអ្នកជំងឺគាត់តែងតែសួរយើងថាហូបអីតមអីប្រយ័ត្នអីអញ្ចឹងខ្ញុំអាចនិយាយបាន4អាហារដែលអត់ល្អសម្រាប់អ្នកដែលឈឺសាឡាក់ដោយសារអាស៊ីតយូរិកអាហារទី1គឺគ្រឿងសមុទ្រអាហារទី2គឺអាល់កុហុលស្រាបៀប៊ីយ៉ាស្រាក្រហមអីទាំងអស់ហ្នឹងអាហារ2ហ្នឹងសំខាន់បន្តមកទៀតគឺគ្រឿងក្នុងក៏សំខាន់ដែរហើយនឹងអាហារដែលផ្អាប់ផ្អែមហើយនឹងពពួកបន្លែបៃតងនៃខៀវល្ងឹតខៀវចាស់មួយចំនួនតពាំងផ្សិតអីហ្នឹងក៏អាចធ្វើអាស៊ីតគាត់ឡើងច្រើនដែរលើសពីអាស៊ីតយូរិកដែលធ្វើទុកសាឡាក់អាស៊ីតយូរិកគឺធ្វើទុកបេះដូងហើយនឹងធ្វើទុកគ្រោះតម្រងនោមអ្នកជំងឺក៏គួរតែមានផែនការព្យាបាលអាស៊ីតយូរិកនៅក្នុងសរសៃឈាមនឹងយូរក៏ខូចសរសៃឈាមដូចជំងឺទឹកនោមផ្អែមជំងឺលើសខ្លាញ់ជំងឺលើសឈាមនឹងដូចគ្នាអញ្ចឹងកុំប្រហែសរឿងការព្យាបាល uric acid